ចៅមិនចាំបាច់ធ្វើនោះទេពួកនេះពិតជាគ្មានហេតុផលមែនមិនអីទេណាក្រិនផាសារ៉ាអត់ខ្លាចទេសារ៉ាចង់ឲ្យពួកគេដឹងថាសារ៉ានេះគឺធ្វើបានគ្រប់យ៉ាងព្រោះក្រិនម៉ាបានផ្ដាំមកល្អណាស់ចៅនេះសមជាសន្តស័ក្តិពិតមែនដូចជាជីដូនរបស់ចៅបេះបិទនេះក្រិនផាស្គាល់ក្រិនម៉ារបស់សារ៉ាដែរគឺតាធ្លាប់ឃើញប្រមាណដងដែរប៉ុន្តែមើលរឹកពីក៏ដឹងថាមនុស្សល្អដែរណាបាញ់ចឹងសារ៉ាទៅធ្វើការសិនណាបានក្រិនផាលើកទឹកចិត្តឲ្យសារ៉ាផងទៅចោះចៅចាត់ការទៅអូយប្រយ័ត្នផងអូយណែតាថាកាត់ស្នែងមួយទៀតទៅដើម្បីកុំឲ្យវាបាត់មកខាងបានអញ្ចឹងគឺទន្សាយខ្លាយជាកូនឆ្កែហើយកាត់ទៅអូយហត់ស្លាប់ហើយจะอยู่คนเดียวต่อไปแล้วไงไม่เห็นมันจะเป็นไรก็อยากจะเดินคนเดียวไม่เบียดเบียนใครแคบนะถนนเมืองไทยที่อยากจะไปดูหนังก็ออกไปที่โรงหนังนั่งดูไปคนเดียวแม่ประหยัดที่อยากจะกินขนมก็ออกไปริมถนนร้านข้างถนนก็มีขายแต่ความรู้สึกนี้มันมาอย่างไรมองตาเธอแล้วใจมันเปลี่ยนไปแต่ก็ไม่รู้มันคืออะไรบอกหน่อยได้ไหมไอ้คนอย่างฉันไม่รู้จักหรือความรักอย่างฉันไม่รู้จักหรือความรักว่าเธอที่รักช่วยมาตอบหน่อยได้ไหมแค่เธอบอกฉันว่ารักมันเป็นเช่นไรបន្លែដែលឲ្យសារ៉ាទៅទិញពីផ្សារមកគឺបានគ្រប់ហើយអីទៀតហើយសម្លម្ជុំបាគ្រឿងហឹលនឹងបន្លែស្រស់សម្លពេញប៉ោះកោះមាន់កោះទាមានញោមមាន់ភ្លាសាច់ទាក៏បានហើយនាងត្រូវតែធ្វើម្ហូបទាំងអស់នេះកុំប្រាប់ណាថានាងធ្វើមិនកើតកុំឲ្យថាយើងនឹងគ្មានទឹកចិត្តយើងឲ្យនាងអៀតជួយធ្វើនាងណាធ្វើយ៉ាងម៉េចទៅបងឡំអត់អៀតឆោមមើលអត់ព្រិចភ្នែកទេគឺយើងកុំឲ្យគាត់មើលទៅស្ដាប់ខៀវស្អីហ្នឹងហាអើលឿនឡើងជួយកាត់មើលជួយកាត់ណែ
អ៊ំអៀដាខ្ញុំភ្លេចប្រាប់អ៊ំទៅមានអ្នកចម្ពាក់លុយអ៊ំគេទេមកប្រាប់ថាយកលុយមកសងអ៊ំនៅផ្សារអ៊ំប្រញាប់ទៅអូស្លាប់ហើយរឿងសំខាន់បែបនេះហេតុអីក៏ឯងមិនប្រាប់យើងឲ្យដឹងហ៎ឯងនេះផ្ដេសផ្ដាស់មែនតើយាមឲ្យបានល្អណាស់តាអត់ចាំណាតែយើងធ្វើយ៉ាងម៉េចចំពោះអាហារទាំងនេះទៅខ្ញុំចេះធ្វើគ្រប់យ៉ាងលើកលែងតែម្ហូបអាហារនេះហើយដែលមិនចេះធ្វើរឿងនេះគឺគ្មានបញ្ហាទេអាតែរូបរសជាតិមិនឆ្ងាញ់ក៏ថាបានអញ្ចឹងក៏សាកភ្លក់មើលទៅឡំដួសបាយមកចាតានិយាយប្រាប់ខ្ញុំមកមើលអាហារទាំងអស់នេះមានរូបមន្តយ៉ាងម៉េចខ្លះហើយគេធ្វើយ៉ាងណាគឺសម្លម្ជូរគោអំពិលគឺយកគោអំពិលនោះមកហើយក៏ស្រុះនឹងទឹកក្តៅបន្ទាប់មកក៏ឆាគ្រឿងហឹលវិញគឺគេបានហើយណែព្រោះសារស័ព្ទស្ថិតនេះតំជាអ្នកចំនួនមែនណោះតែលើកណែឆាប់ប្រមាថគ្រួសាររបស់ខ្ញុំទៀតទៅបានទេខ្ញុំទទួលស្គាល់ថាខ្ញុំអត់ចេះធ្វើស្អីមែនតែវាក៏មិនខុសធនធានអីដែរមិនចឹងឯងខុសដែលចៅប្រសាអភិបូរណានេះត្រូវជាសុភាពនារីទុនភ្លុនមិនតមាត់នឹងមនុស្សចាស់ហេគូអាណិតអ្នកដែលជាឪពុកម្ដាយខ្លាំងណាស់មានកូនតែគ្មានបានការមើលចុះស្លៀកពាក់ដូចជាស្រីតាមចាំថ្នល់ល្មមឈុំមើលងាយចៅគេទៅមិនក៏ចូលមកបានបងពុតរឿងអីដែលថាខ្ញុំចូលមកមិនបាននេះក្រែងជាផ្ទះរបស់ខ្ញុំដែរហើយបាទនាំបងពុតចេញទៅគឺសូមអភ័យទោសខ្ញុំស្ដាប់បញ្ជាលោកម្ចាស់តែម្នាក់គត់បាទឯនេះណែយើងឲ្យគេមកជួយចៅគេទីព្រមទាំងរឿងផ្លែឈើនិងកាច់ផ្កាទៀតលោកប៉ានេះលោកប៉ាត្រូវស្នេហ៍គេមែនទេបានជឿគេដល់ម្លឹងធំនិយាយទៅនឹងខ្មោចឯងដឹងខ្លួនដែរទេថាហេតុអីបានចំណាស់នេះទៅហើយគ្មានប្រុសគេមកយកហ៎មកពីនិស័យយកព្រៀបលើគេយកទៅចិត្តខ្លួនឯងរហូតនឹងណាលោកប៉ាម៉ាស្ដាប់លោកប៉ានិយាយចុះទៅចៅគេទៅនៅជាមួយតានៅក្បែរពួកអន្តពាលទាំងនេះខ្លាចដោយចរិតអាប់ទៅតំជើញលោកម្ចាស់នាងឡំចាយកមកហូបទាំងនេះទៅចាក់ចោលឲ្យអស់តែវាគួរឲ្យស្ដាយណាចាបានចាលោកប៉ាអើយលោកប៉ាស្មារតីខុសប្រក្រតីពេកហើយទើបមិនដឹងថាអ្វីល្អអ្វីមិនល្អមែនហើយម៉ាក់នឹងក្មេងកេតនោះមិនធម្មតាទេធ្វើឲ្យលោកប៉ាវង្វេងមកប្រកែកជាមួយយើងបានទាំងការដែលខ្ញុំមកជាកូនបង្កើតរបស់គាត់ចិត្តតែចាក់សិនទៅនេះជាថ្ងៃដំបូងទេនៅច្រើនថ្ងៃទៀតល្បិចបំបាក់វាគឺមានច្រើនណាស់ត្រូវតែប្រើធម៌ក្តៅកាន់តែខ្លាំង